គេសួរខ្ញុំថា KXQR ថ្មី scan បានទៅលុយរៀលទេអ្ហ៎នេះគឺ KXQR ថ្មីដែលមាននិមិត្តសញ្ញា logo បាល់កងពណ៌ក្រហមនៅចាប់ចំណុចកណ្ដាលហើយ KXQR ថ្មីនេះដែរគឺយើងអាចប្រើប្រាស់បានទាំងប្រាក់រៀលនិងប្រាក់ដុល្លារនៅក្នុង KXQR តែមួយនៅពេលយើង scan ទូទាត់យើងអាចចុចបដូរទៅជាប្រាក់រៀលក៏បានជាប្រាក់ដុល្លារក៏បានទឹកប្រាក់ចំនួន 40,000 រៀលសូមផ្ទៀងផ្ទាត់លោកអ្នកអាចជ្រើសរើសគណនីចម្បងគណនី wallet ឬគណនីធនាគារជាប្រាក់រៀលឬប្រាក់ដុល្លារសម្រាប់ទទួលប្រាក់ឬទូទាត់ប្រាក់បានយ៉ាងងាយស្រួលលោកអ្នកអាចរក្សាទុក KXQR ឬបោះពុម្ពសម្រាប់ឲ្យគេ scan ទូទាត់ប្រាក់ឬទទួលប្រាក់ពីគ្រប់ធនាគារសម្រាប់អាជីវករអាចទទួលប្រាក់ពីភ្ញៀវប្រើ app ធនាគារក្រៅប្រទេសបានផងដែរលោកអ្នកអាចកំណត់ចំនួនទឹកប្រាក់ដោយជ្រើសរើសគណនីទទួលប្រាក់ជាប្រាក់រៀលឬជាដុល្លារបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវឲ្យគេទូទាត់រួចចុចយល់ព្រមបន្ទាប់មកចែករំលែកឬផ្ញើ KXQR ឬមួយផ្ញើដំណើរភ្ជាប់ដើម្បីទទួលបានប្រាក់នេះគឺជាការចែករំលែកពីរបៀបប្រើប្រាស់ KXQR ថ្មីជូនដល់អតិថិជនបានជ្រាបមុនគេពីធនាគារ Asia ធនាគារខ្មែរ